ព្រះស្ដេចកនដែលជាស្ដេចជ្រែករាជមានដើមកំណើតនៅទួលបាសានបិតានាមពីជ័យនាគជាមន្ត្រីធំនៅខេត្តបាសាននិងមាតានាមនាងបានជាពលព្រះស្រីរតនត្រ័យក្រោយពីធ្វើចម្បាំងដណ្ដើមរាជពីព្រះបាទស្រីសុគន្ធបត្តិជាបងថ្លៃហើយមើលសុរិនកែវជាដៃជើងរបស់ខ្លួនបានធ្វើគុតព្រះបាទស្រីសុគន្ធបត្តិនៅបន្ទាយស្ទឹងសែនបានហើយស្ដេចកនដោយរកគ្រឿងបញ្ចក្សេត្រសម្រាប់រាជមិនឃើញក៏បានចាត់ឲ្យធ្វើព្រះខ័នថ្មីហើយរៀបចំពិធីប្រផ្ដាពិសេសសោយរាជសម្បត្តិក្នុងគ្រិស្តសករាជ1512នៅរាជធានីទួលបាសានដែលមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីស្ដេចបានលើកឪពុកមាឈ្មោះកៅដែលជាមេទ័ពធំឲ្យមានឋានៈជាសម្ដេចចៅវាទុលហៈនិងពួកបរិវារឯទៀតឲ្យមានយសស័ក្តិតាមគុណបំណាច់រៀងខ្លួនស្ដេចទ្រង់លើកលែងមិនឲ្យយកសួយសារអកមួយរដូវតាមបុរាណប្រវេណីដែលផ្លាស់ផែនដីថ្មីម្យ៉ាងទៀតដោយចង់ឲ្យមានជាប់គេដំណែលនៃរាជរបស់ព្រះអង្គព្រះស្រីជេដ្ឋាធិរាជស្ដេចកនទ្រង់បានបដូររាជធានីពីទួលបាសានទៅទិសខាងកើតសាងក្រុងថ្មីត្រង់ចន្លក់ដូនតីតែគង់នៅទីនោះបានតែ5ខែប៉ុណ្ណោះក៏ទ្រង់យាងទៅសាងក្រុងថ្មីមួយទៀតនៅភូមិស្រឡប់ពីជ័យចុងខេត្តត្បូងឃ្មុំទល់ដែនខេត្តបាភ្នំរាជធានីថ្មីនេះជាបន្ទាយមួយយ៉ាងមាំដែលព្រះអង្គប្រទាននាមថាក្រុងស្រឡប់ពីជ័យព្រៃនគរបវររាជធានីក្រុងស្រឡប់ពីជ័យព្រៃនគរនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយមានប្រជារាស្ត្រខ្មែរនិងជនបរទេសទៅរស់នៅជាច្រើនកុះករហើយមុខរបរពាណិជ្ជកម្មក៏បានលូតលាស់សម្បូរសប្បាយយ៉ាងច្រើនសម្បើមថែមទៀតផងក្រៅពីការកសាងវត្តអារាមជាច្រើនព្រះស្រីជេដ្ឋាស្ដេចកនបានបោះប្រាក់ស្លឹងមាសស្លឹងត្រារូបនាគសម្រាប់ឲ្យប្រជារាស្ត្រចាយវាយក្នុងប្រទេសហើយព្រះអង្គទ្រង់សពព្រះរាជហឫទ័យនិងល្បែងផ្សេងទួតរាំរបាំមហោស្រពនិងដូរតន្ត្រីណាស់ព្រះស្រីជេដ្ឋាសោយរាជបានសុខសន្តិភាពបានតែ3ឬ4ឆ្នាំប៉ុណ្ណោះរហូតមកដល់ឆ្នាំ1515ពេលដែលព្រះចន្ទរាជាព្រះអនុជរបស់ព្រះបាទស្រីសុគន្ធបត្តិដែលបានភៀសព្រះអង្គទៅគង់នៅស្រុកសៀមហើយដែលបានប្រើយកលេសថាមកតាមតេដំរីសដ៏ធំអស្ចារ្យមួយថ្វាយស្ដេចសៀមហើយបានវិលត្រឡប់មកដល់មាតុភូមិរបស់ព្រះអង្គវិញនោះសង្គ្រាមស៊ីវិលដែលមានរយៈពេលជិត10ឆ្នាំក៏បានកើតមានឡើងនៅក្នុងសង្គ្រាមរវាងខ្មែរនិងខ្មែរនេះថ្វីត្បិតតែព្រះពញាចន្ទរាជាត្រូវបានទទួលការគាំទ្រពីរាស្ត្រនិងមន្ត្រីជាច្រើនរូបដូចជាតាពេជ្រឬឃ្លាំងមឿងនិងកូនទាំង4របស់គាត់ជាដើមក៏ដោយតែពីដំបូងទ័ពនេះត្រូវបានទ័ពព្រះស្រីជេដ្ឋាស្ដេចកនដ៏មានកម្លាំងវាយសន្ធាប់ហើយពាត់ជាប់ក្នុងបន្ទាយខេត្តពោធិ៍សាត់អស់រយៈពេល12ខែគឺក្នុងស្ថានភាពនេះហើយដែលតាពេជ្រឬឃ្លាំងមឿងបានធ្វើពលិកម្មបូជាជីវិតធ្វើពិធីលូតចូលក្នុងរណ្ដៅចម្រងដើម្បីទៅកេណ្ឌទ័ពបិសាចមកជាទ័ពជំនួយហើយក្រោយមកទ័ពខាងព្រះចន្ទរាជាកាន់តែរីកចម្រើនហើយទទួលបានជោគជ័យច្រើនអន្លើរំដោះបានភាគខាងលិចនៃប្រទេសទាំងមូលដែលធ្វើឲ្យដំណាក់កាលនេះប្រទេសខ្មែរត្រូវចែកជាពីរគឺព្រះអង្គច័ន្ទសោយរាជត្រើយខាងលិចឯព្រះស្រីជេដ្ឋាស្ដេចកនសោយរាជត្រើយខាងកើតក្រោយមកដោយត្រូវទទួលបរាជ័យជាច្រើនលើកច្រើនសារផងនិងជិតដល់រដូវធ្វើស្រែផងស្ដេចកនបានទ្រង់ស្នើទៅព្រះចន្ទរាជាឲ្យផ្អាកសង្គ្រាមដើម្បីឲ្យរាស្ត្រធ្វើស្រែសិនព្រះចន្ទរាជាក៏យល់ព្រមផ្អាកសង្គ្រាមតាមសំណើនៅគ្រិស្តសករាជ1525ព្រះអង្គច័ន្ទបានបញ្ជាឲ្យសំពៅព្រះអង្គទៅទិញកាំភ្លើងធំចំនួន100ដើមនិងកាំភ្លើងតូចចំនួន1000ដើមពីស្រុកជ្វាម៉ាឡាយូយកមកបន្ថែមលើកាំភ្លើងចាស់ដែលមានពីមុនមកឯព្រះស្រីជេដ្ឋាស្ដេចកន
ក៏បញ្ជាឲ្យទិញកំភ្លើងធំ150ដើមនិងកំភ្លើងតូច300ដើមផងដែរប៉ុន្តែក្នុងពេលដែលត្រឡប់មកពីស្រុកជ្វាឬម៉ាឡាយូវិញនោះសំពើរបស់ព្រះស្ដេចកនបានប៉ះខ្យល់ព្យុះដ៏ធំបោកបក់ទៅជាប់នឹងខេត្តពីមមួយនិងមួយទៀតជាប់នៅខេត្តកំពតមេទ័ពខេត្តទាំងពីរឃើញដូច្នោះក៏ចាប់ហើយនាំកំភ្លើងទាំងអស់ដឹកយកទៅថ្វាយព្រះអង្គច័ន្ទរាជាស្ដេចត្រើយខាងលិចទាំងអស់ហើយនៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលនេះព្រះស្រីជាថាព្រះស្ដេចកនត្រូវទ័ពព្រះអង្គច័ន្ទពាត់ជាប់ក្នុងបន្ទាយអស់រយៈពេល3ខែព្រះអង្គត្រូវរងរបួសជាទម្ងន់ហើយត្រូវចាប់ខ្លួនបាននៅទីអវសានគឺត្រូវប្រហារជីវិតបង់ហើយកាត់ព្រះសេរសាយកទៅដោតនៅមុខបន្ទាយស្រឡប់ពីជ័យដើម្បីជាបំរាមព្រះស្រីជាថាធិរាជព្រះស្ដេចកនជាស្ដេចជ្រែករាជនេះទ្រង់បានឡើងសោយរាជពីឆ្នាំ1508ឬ1512នៃគ្រិស្តសករាជនៅទួលបាសានហើយទ្រង់សោយទីវង្គតដោយអាវុធនៅឆ្នាំ1525នៅបន្ទាយស្រឡប់ពីជ័យព្រៃនគរ